ថៃឯងត្រូវតែស្លាប់បើហ៊ានឆ្លៀតពៀនទឹកដីរបស់ខ្ញុំនៅកម្ពុជារិនបាទគោរពសួស្តីដល់បងប្អូននិងប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទក៏បានវិលត្រឡប់ជាមួយរឿងរ៉ាវដល់ក្តៅកគុកឬមួយជារឿងរ៉ាវដែលថ្មីដើម្បីដកស្រង់ចែកជូនបងប្អូននិងប្រិយមិត្តទាំងអស់គ្នាបានស្ដាប់និងឲ្យបានដឹងពីរឿងរ៉ាវរបស់យើងពីខ្មែរនិងថៃតែមុននឹងចូលសាច់រឿងក៏សនំពរទៅដល់បងប្អូនទាំងអស់គ្នាក៏មិនដាច់ចិត្តទេមើលទៅយើងជាខ្មែរគ្នាឯងចឹងណាសូមក៏សនំពរទៅដល់បងប្អូនសូមជួយចុចសញ្ញាជាវនៅក្រោមវីដេអូរបស់ admin ណានៅខាងស្ដាំដៃសញ្ញាពណ៌ខ្មៅបងប្អូនគ្រាន់តែចុចចំមួយទៅសូតប៉បងប្អូននឹងបានទទួលរឿងថ្មីពី admin ពីប្រវត្តិសាស្ត្រខ្មែរពីដូនតារបស់យើងកុំវែងឆ្ងាយច្រើនយើងចូលរីករាយស្ដាប់ជាមួយ admin ដូចតទៅរឿងរ៉ាវដែលថៃវាបានមកឈ្លានពានលើប្រាសាទភ្នំទ្រាប់របស់យើងកំពុងតែល្បីល្បាញអ្នកខ្លះទៀតក៏បាននិយាយថាថៃហ្នឹងគឺមានប្រាសាទតាទីតែយើងអត់មានទេប្រាសាទតាទីហ្នឹងយើងមានតែប្រាសាទតាមមាន់ទូចឬមួយប្រាសាទតាមមាន់ធំតែថៃឯណោះវិញកំពុងតែសង្ងំអង្គុយធ្វើប្រាសាទតាទីឬមួយប្រាសាទអង្គរវត្តខ្មែររបស់យើងឲ្យវាបានកែច្នៃតែប្រាសាទអង្គរវត្តរបស់វាមិនមែនជាប្រាសាទអង្គរវត្តទេណាបងប្អូននិងប្រិយមិត្តអរគ្នាវាជាប្រាសាទដែលត្រូវបំពាត់ខ្មែររបស់យើងមូលហេតុអីបានជាអ៊ីដមីនថាជាប្រាសាទត្រូវមួយរំពាត់របស់ខ្មែរពីបានកែច្នៃប្រាសាទអង្គរវត្តទាំងមូលទាំងស្រុងតែម្ដងធ្វើឲ្យដូចតែវាធ្វើមិនដូចទេបាទធ្វើមិនដូចឆែកដូចជាត្រូវមួយរំពាត់អញ្ចឹងវាធ្វើដើម្បីតាក់ទាញភ្ញៀវទេសចរពីក្រៅប្រទេសឬមួយនៅក្នុងប្រទេសដើម្បីឲ្យមកទស្សនានៅលើប្រាសាទទាំងមូលរបស់វាអញ្ចឹងតែការច្នៃប្រឌិតរបស់វាគឺខុសទាំងស្រុងខ្មែររបស់យើងមុននឹងកសាងប្រាសាទនីមួយបានគុនគូជើងលេខកើតជើងត្បូងឬមួយគ្រប់ទាំង8ទិសនិរដីទិសឦសានទិសពីយកទិសបស្ចិមទិសសៀគ្នេយ៍ដែលមិនបានរៀបរាប់អស់ក៏ប្រាប់ទៅដល់បងប្អូននិងប្រិយមិត្តទាំងអស់គ្នាហ្នឹងណាឲ្យស្គាល់ទិសផងទិសខ្មែររបស់យើងគឺមាន8ទិសមិនកើតលេខជើងត្បូងនោះឡើយបើគេសួរថាខ្មែរយើងមានប្រមាណទិសបងប្អូនត្រូវតែប្រាប់គេថាខ្មែររបស់យើងគឺមាន8ទិសមានទិសនិរដីទិសសៀគ្នេយ៍ទិសពីយកទិសឦសានទិសបស្ចិមដែលអេដមីននឹងមិនបានរៀបរាប់អស់បើសិនជាអេដមីនរៀបរាប់អស់ទៅគឺវាខាតពេលវេលារបស់យើងសម្រាប់រឿងអញ្ចឹងយើងចូលរឿងរ៉ាវរបស់យើងវាពងតែក្តៅថៃទាំងមូលវាបានធ្វើប្រាសាទអង្គរវត្តឬមួយប្រាសាទព្រះវិហារបងប្អូនខ្លះបានដឹងថាថៃធ្វើតែប្រាសាទអង្គរវត្តតែប៉ុណ្ណោះវាបានឆ្លុះបញ្ចាំងពីប្រាសាទរបស់យើងតែបងប្អូនខ្លះទៀតមិនបានដឹងទេថាថៃកំពុងតែស្រងំធ្វើប្រាសាទព្រះវិហារតែបងប្អូនខ្លះអត់ដឹងទេមុននឹងវាធ្វើប្រាសាទព្រះវិហារវាបានបិទ
ទីតាំងរបស់វាមិនអោយខ្មែររបស់យើងហ្នឹងបានដឹងនោះឡើយវាបានកសាងដូចជាភ្នំអញ្ចឹងណាប្រិមិត្តទាំងពីរវាបានកសាងដូចជាភ្នំអញ្ចឹងថាប្រាសាទព្រះវិហាររបស់យើងគឺនៅលើភ្នំកំពូលភ្នំអញ្ចឹងទៅតែវានោះវិញក៏ធ្វើដូចតែគ្នាដែរវាធ្វើដូចវាបានកសាងភ្នំដោយសបនិមិត្តអញ្ចឹងតែភ្នំហ្នឹងគឺខ្ពស់ដូចតែគ្នាវាបានកសាងហើយវាបានដាក់ឈ្មោះវាគឺប្រាសាទព្រះវិហារសូម្បីតែវាមិនបានដណ្ដើមទៅលើប្រាសាទព្រះវិហាររបស់យើងបានក៏ដោយក៏វាកសាងបានប្រាសាទដែរតែក្នុងលំហប្រាសាទព្រះវិហាររបស់ថៃឯនោះវិញនៅក្នុងប្រាសាទព្រះវិហាររបស់ថៃណាគឺប្រហោងធ្លុងវាបានផ្ដិតយកដុំថ្មដុំឥដ្ឋអញ្ចឹងទៅកសាងឡើងឲ្យខ្ពស់ដោយប្រាសាទរបស់យើងហើយវាបានដាក់ទង់ជាតិរបស់វានៅលើនឹងគឺវាចង់បានខ្លាំងណាស់ពីវត្ថុបុរាណរបស់ខ្មែររបស់យើងពីដូនតាតែมันបានយូរប្រហែលទេណាបងប្អូនអរគ្នាប្រាសាទនឹងវានឹងរលំរលាយទៅហើយដោយសារតែវាមិនមានជាថ្មដុះហើយនឹងគ្មានអ្វីដែលកកើតឡើងតែខ្មែររបស់យើងឯនេះវិញមិនមែនត្រឹមថាជាកសាងប្រាសាទតែប៉ុណ្ណោះទេយើងមើលទាំងកម្ដៅថ្ងៃយើងមើលទាំងទិសនីមួយមើលតាមព្រំដីគុនគូតាមជើងលេខឯតែហ៊ានថៃឯនោះវិញវាមិនបានគិតដូចយើងនោះឡើយវាគិតបានត្រឹមថាធ្វើម៉េចឲ្យវាហ្នឹងកសាងឲ្យបានដូចខ្មែររបស់យើងផ្ដិតចូលរូបភាពដើម្បីមានភ្ញៀវទេសចរយ៉ាងច្រើនដើម្បីទស្សនាតែភ្ញៀវទេសចរអន្តរជាតិឬមួយភ្ញៀវក្នុងជាតិគេមិនបានទៅលងមូលនោះទេសូម្បីតែបច្ចុប្បន្នរាល់ថ្ងៃក៏ដោយឯកងទ័ពថៃនេះវិញក៏ខំប្រឹងស្វាត់ស្វែងដណ្ដើមទៅលើភ្នំទ្រពរបស់យើងទាំងមូលហើយវាក៏បានមិនងាយទៅដល់ពុទ្ធសាសនារបស់យើងឬមួយលោកសង្ឃដែលនៅជួរមុខវាបានសើចំអកឃើញលោកសង្ឃយើងនៅមុខណាមាន 4-5 អង្គទៅវាបានចង្អុលវាបានសើចថាមូលហេតុអីខ្មែររបស់យើងច្បាំងយកលោកសង្ឃហ្នឹងមកច្បាំងជាមួយកងទ័ពថៃធ្វើម៉េចក្នុងដៃគ្មានកំភ្លើងផងហ្នឹងតែលោកសង្ឃ3អង្គដែលនៅជួរមុខឯនោះវិញគាត់មិនបានមានសង្ឃដីកានិយាយតបតទៅជនជាតិថៃនោះទេណាបងប្អូននិងប្រិមិត្តលោកសង្ឃ3អង្គដែលនៅភ្នំទ្រពក៏បានសើចដល់ពេលសើចនៅកណ្ដាលព្រៃទាំង3អង្គតែម្ដងគឺបានបាត់ខ្លួនមួយរំពេចភ្នែកធ្វើឲ្យទាហានថៃវាបានស្លន់ស្លោថាតើមូលហេតុអីលោកសង្ឃនៅមុខទេតែបាត់ទៅណាទាហានថៃច្រើនអ្នកនៅជួរមុខចាប់ផ្ដើមភ័យខ្លាចភ្លាមតែម្ដងថាលោកសង្ឃមិនធម្មតានោះឡើយវានឹងយកលោកសង្ឃយើង3នាក់នឹងឬមួយ3អង្គនឹងដើម្បីយកទៅប្រទេសពួកវានឹងកសាងវានឹងថាបំរុងបំរុងទៅថាឲ្យគ្រួសារមានបានអញ្ចឹងណាដូចជាអ្នកលក់ខ្លួនលក់ក្បាលឲ្យប្រទេសជាតិវាអញ្ចឹងដូចជាមានប្រមាណអ្នកដូចជាមានត្រឹម6នាក់មែនទេបងប្អូនប្រិយមិត្តអរគ្នាវាបានគិតអញ្ចឹងតែលោកសង្ឃទាំង3អង្គមិនបានគិតអញ្ចឹងឡើយគាត់បានអង្គុយនៅជួរមុខលោកសង្ឃទាំង3អង្គបើសិនជាអេដមីននិយាយភាសាសង្ឃមិនត្រូវសូមខន្តីផង
admin បានទៅតែនិយាយភាសាថាយើងសង្កេតការពីមនុស្សយើងសាមញ្ញធម្មតាតែប៉ុណ្ណោះដែល admin និយាយទៅវាជក់មាត់ល្អអញ្ចឹងក៏ត្រឹមពរដល់បងប្អូនកុំប្រកាន់ admin អីបើយើងនិយាយថាចង់ឲ្យជក់ចិត្តល្អគឺយើងនិយាយរ៉ាបតែម្ដងយើងនិយាយសងមែនតែយើងនិយាយពេលខ្លះក៏យើងនិយាយតែត្បិតត្បៀតនោះដែរទាហានថៃវាបានសារយើងចំអកទៅលើលោកសង្ឃរបស់យើងដែលនៅជួរមុខវាបានចង្អុលពេបជ្រាវតែម្ដងថាឃើញលោកសង្ឃរបស់យើងលើកដៃប្រណម្យសូត្រដូចអ្វីមួយមុនអាគមចឹងណាវាបានសាយតែម្ដងថាតើយើងកំពុងតែធ្វើអ្វីដល់បច្ចុប្បន្ន2025ទៅហើយវាគ្មានទេស័ក្តិសិទ្ធិនោះតែការគិតរបស់ទាហានថៃគឺខុសទាំងស្រុងតែម្ដងសង្ឃតែធ្វើឲ្យថៃវិនិច្ឆ័យអន្តរាយទៅលើទ័ពទាំងមូលវាបានឃើញថាលោកសង្ឃទាំង3អង្គហ្នឹងដូចជាមានបណ្ដាសាទៅលើប្រទេសថៃទាំងមូលអញ្ចឹងសូម្បីតែគ្រូមុនអាគមក៏ដោយដូចពួកវាខ្លាចទៅលើមុនអាគមរបស់យើងគ្រូមុនអាគមរបស់ប្រទេសថៃគាត់តែឃើញបែបហ្នឹងលោកសង្ឃរបស់យើងទាហានថៃទាំងមូលវាចាប់ផ្ដើមហៅគ្រូរបស់វាទាំង4អង្គទាំង4ក្បាលរបស់វាមកលើកដៃលើកជើងលើកឈើចត់ឆ្កេងឆ្កាងមកមានណាបងប្អូនប្រិយមិត្តទាំងអស់គ្នាអើយវាលើកនឹងគឺវាបលិចថៃវិញទៅបងប្អូនđãឃើញទេនេះវាបន់ស្រន់ថាឲ្យប្រទេសខ្មែររបស់យើងនឹងឲ្យរលំរលាយមានតែគ្រោះមហន្តរាយតែមានឯណាមានប្រទេសខ្មែរយើងទេគឺប្រទេសថៃទាំងមូលតែម្ដងវាបានរលំបាក់ដីបាក់ធ្លីខ្យល់ព្យុះស៊ូរមីឬមួយស្រដីនៅលើទីក្រុងបាងកកដូចជាធរណីសោបចុះអញ្ចឹងគុំចូលជាមួយខ្មែរណាខ្មែររបស់យើងគឺមានអ្នកថែរក្សាយ៉ាងច្រើនមិនអោយពុយសាសរបស់អ្នកឯងហ្នឹងមកមើងងាយទៅលើខ្មែរយើងបានទេឯទាហានថៃមួយក្រុមឯនេះវិញនៅពាក់កណ្ដាលព្រៃជ្រៅនៅជួរមុខរបស់គេគឺមេតបតែម្ដងបើយើងនិយាយថាមេតបដូចជាវាល្អល្អះខ្លាំងពេកគឺទាហានថៃពីនៅជួរមុខតែទាហានថៃបែបហ្នឹងណាវាក៏ចេះមុនអាគមតិចតួចដែរវាបានមកចាញ់ជាមួយលោកសង្ឃ3អង្គនឹងនៅមុខអេដមីនមិនដឹងថាថៃហ្នឹងវាយកកំណត់អីយកមកប្រឆាំងជាមួយយើងនោះឡើយការប្រឆាំងរបស់វាដែលយកមុនអាគមបែបមកប្រឆាំងជាមួយខ្មែររបស់យើងហ្នឹងវាអត់មានអីដែលល្អប្រសើរនោះទេធ្វើឲ្យពួកវានៅវិញវារត់ទៅរកវិនិច្ឆ័យនឹងអន្តរាយវាបានគិតខុសមួយចំណុចទៅមួយចំណុចណាដែលវាចង់បានទឹកដីរបស់យើងគឺវាគិតខុសទាំងអស់តែម្ដងការគិតរបស់វាថាចេះវានឹងយកទឹកដីខ្មែររបស់យើងឬមួយវាកសាងទីក្រុងបាងកកជាថ្មីសូម្បីតែប្រជាពលរដ្ឋដែលនៅតាមច្រកព្រំដែនក៏បានប្រឆាំងប្រជែងជាមួយកងទ័ពថៃយ៉ាងច្រើននៅលើជួរមុខតែទាហានថៃនៅវិញក៏បានឃើញថាលោកសង្ឃ3អង្គដែលនៅជួរមុខឯណោះភ្លាមដែលបានបាត់ខ្លួនណាក៏នៅតែភ័យខ្លាចតែនៅពេលយប់ទាហានថៃដែលបានឃើញលោកសង្ឃ3អង្គដែលបានសូត្របិទបាំងខ្លួននៅលើច្រកភ្នំទ្របតែមួយប្រព្រឹត្តភ្នែកទេ
បានបាត់ខ្លួនមួយរំពេចតែម្ដងបានធ្វើឲ្យថៃទាំងមូលកងទ័ពហ្នឹងវាភ័យខ្លាចតើមូលហេតុអីបានជាលោកសង្ឃ3អង្គហ្នឹងបានបិទបាំងខ្លួនឲ្យផុតពីគ្រោះថ្នាក់ទាំងទាហានថៃជាច្រើនអ្នកគឺវាពាត់ជុំវិញតែម្ដងថាធ្វើម៉េចយកលោកសង្ឃ3នាក់ហ្នឹងទៅប្រទេសវាហ្មងដូចជាប្រកបប្រកែវអញ្ចឹងតែការគិតរបស់វាដែលវាយកថាលោកសង្ឃគឺយកបានទេគឺវាគិតខុសថាដូចជាសម័យពីដើមបាយប្រាក់ដួងដើម្បីយកប្រកបប្រកែវទៅប្រទេសថៃតែប្រកបប្រកែវបងប្អូនគេវត្តជាថ្មមែននៅប្រទេសថៃតែក្នុងថ្មនីមួយៗនៅប្រទេសថៃណាថៃវាបានហ៊ុំព័ទ្ធទៅដោយបារមីដ៏ខ្លាំងពូកែនៅក្នុងប្រាសាទរបស់វាដែលវាឃុំក្រងទៅលើព្រះគោនិងព្រះកែវដែលខ្លះជាថ្មនឹងរឿងពិតណាបងប្អូនមិនមែនរឿងប្រឌិតទេរឿងពិតលើថ្ងៃសិលព្រះគោនិងព្រះកែវបានស្រែកលន់ទ្រហឹងនៅលើទឹកដីថៃតែក្នុងមួយជាន់ទៅមួយជាន់នៅក្នុងដែលវាបានហ៊ុំព័ទ្ធណាវាបានព័ទ្ធសមាយ៉ាងច្រើនតែម្ដងមិនព័ទ្ធសមាតែមកមុខពីមុខទេណាបងប្អូនប្រិមិត្តវាបានព័ទ្ធសមាតាំងពីព្រះគោនិងព្រះកែវដែលនៅរស់នៅប្រទេសថៃហ្នឹងរហូតដល់ខោទ្វារក្រៅទៀតមិនឲ្យចេញរឿងនេះរឿងពិតមិនមែនរឿងប្រឌិតទេឲ្យថ្ងៃសិលគឺលឺសំឡេងស្រែកហើយនៅក្នុងថ្មហ្នឹងតែមិនស្រែកលឺជាសំឡេងគោតែម្ដងទេគឺជាសំឡេងដែលដូចធ្ងន់ធ្ងរសំឡេងដែលចង់ឲ្យយើងជួយអញ្ចឹងណាឬមួយបានឃើញបងប្អូនខ្មែររបស់យើងដែលនៅប្រទេសថៃឲ្យជួយអញ្ចឹងទៅតែក្នុងនឹងទាហានថៃវាមិនបានដោះលែងទេហើយទាហានថៃក៏វាមិនបានបើកទលំទលាយឲ្យខ្មែររបស់យើងចូលទៅមើលឡើយតែមានបងប្អូននិងប្រិយមិត្តខ្មែររបស់យើងនៅចិត្តនឹងដែរថាឲ្យតែថ្ងៃសិលគឺបានលឺសំឡេងហើយតែសំឡេងនេះគឺស្រែកចេញពីនៅក្រៅដុំថ្មនៅប្រទេសថៃនីមួយៗគឺតែមានវិញ្ញាណទាំងអស់គឺវាជាស្មារតីដូនតារបស់យើងសូម្បីតែនៅភូមិទ្របតែវាបានឈ្លានពានហ្នឹងណាសត្វដំរីវាបានដាប់រូបដំរីមួយចំហៀងយកទៅតែវាយកទាំងមូលទៅអត់បានគេហៅដំរីត្រូនបងប្អូនគឺប្រកាសជាបានស្គាល់ហើយដំរីត្រូនជាដំរីមួយដែលជាដំរីចេញពីរូបថ្មមិនមែនថាកសាងពីសំងទេគឺជាដុសចេញពីរូបថ្មអញ្ចឹងវត្ថុដែលនៅពីបុរាណវត្ថុដែលកសាងពីបុរាណឬមួយវត្ថុដែលជួយឃុំក្រងការពីប្រទេសថៃហ្នឹងណាវាបានក្លាយជារូបចម្លាក់តាមព្រៃភ្នំនីមួយតែរូបចម្លាក់របស់នឹងសុទ្ធតែជាមានវិញ្ញាណមានប្រលឹងដើម្បីស្រែកដល់ប្រទេសខ្មែររបស់យើងណាមានចំនួនពេលណាក៏ដោយឮសំឡេងស្រែកលន់ទ្រហឹងពេញនឹងតែម្ដងដូចជាស្មារតីមួយដល់ខ្មែររបស់យើងបើយើងនិយាយចំទាហានថៃវាបានច្បាំងជាមួយទាហានខ្មែរនៅភូមិទ្របតែលោកសង្ឃ3អង្គនឹងពួកវាបានភ័យខ្លាចអ្នកខ្លះក៏បានចង្អុលទៅលើលោកសង្ឃទាំងមូលតែម្ដងទៅថាតើលោកសង្ឃ3អង្គហ្នឹងរត់គេចចេញបានអត់វាបានចង្អុលនៅមុខតែម្ដងវាបានចង្អុលតែម្ដងឯទាហានខ្មែររបស់យើងនេះវិញហ្នឹងណាមិនបានដឹងទេហើយក៏មិនបានឮនោះដែរ
តែតែហ៊ានខ្មែររបស់យើងក៏ជឿទៅលើបារមីព្រៃភ្នំបារមីអរុអរិយទេពតាទៅមួយបារមីដែលជួយថែរក្សាតាមប្រាង្គប្រាសាទតាមច្រកព្រំដែននីមួយសូម្បីតែបច្ចុប្បន្នរាល់ថ្ងៃនេះគឺរឿងនឹងដែលអេដមីននិយាយមិញគឺបានចប់ទេគឺចប់តែប៉ុណ្្នឹងតែអេដមីនក៏បើករង្វង់កញ្ចក់ឲ្យបងប្អូននិងប្រិយមិត្តទាំងអស់គ្នាបានស្ដាប់រឿងរ៉ាវមួយកំពុងតែក្តៅកគុកតែម្ដងមិនមែនថារឿងយូរទេគឺរឿងបច្ចុប្បន្នទើបតែថ្ងៃទី25 26ខែ9របស់យើង2025តែប៉ុណ្ណោះបងប្អូនដែលនៅតាមច្រកបន្ទាយមានជ័យឧត្តរមានជ័យភាគច្រើនគឺបងប្អូនដែលនៅស្រុកកលាញ់តែម្ដងទៅតាមច្រកលង្គឺថៃវាបានយកអាវុធធ្ងន់ជាច្រើនគឺរថក្រោះសូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នឬមួយមានរូបយន្តគៀថារបស់យើងពីដូនតាហ្នឹងណាសូមឲ្យបងប្អូនអ្នកភូមិអ្នកស្រុកមកការពារខ្លួនផងឬមួយបាត់ដៃបាត់ជើងរបស់ឪពុកម្ដាយថៃឥឡូវវាអត់ខ្លាចថ្នាក់លើទេវាមិនខ្លាចទៅលើអង្គការការពារជាតិឬមួយអង្គការទៅលើប្រទេសក្រៅនោះឡើយតាមមូលហេតុអីបានថៃវាមិនខ្លាចប្រិយមិត្តអរគ្នាមិនងើឆ្ងល់ក្នុងតំបន់នឹងទេថៃវាបានពីមុនដំបូងមកវាជួយជប៉ុនក៏ជួយកូរ៉េក៏វាជួយគឺវាជួយច្រើនណាស់អាមេរិកក៏វាជួយដែរតែជួយទៀតបានធ្វើឲ្យថៃហ្នឹងវាមិនខ្លាចរហូតដល់បច្ចុប្បន្នរបស់យើងដល់សប្តាហ៍ថ្ងៃធ្វើឲ្យថៃវាក៏ងើនឹងកើនតែម្ដងចឹងរឿងរ៉ាវយើងមានតែប៉ុណ្្នឹងណាបងប្អូនអ្នកគ្នាប្រិមិត្តអ្នកគ្នាសង្ឃឹមថាបងប្អូននិងប្រិមិត្តបញ្ចូលស្រាយបានច្រើនបាយបិទ